ក្រៅពីតំបន់ទេសចរបែបធម្មជាតិតែក្រុងប៉ាក់សេនៃខេត្តចម្ប៉ាសាក់មានអ្វីលើសពីនេះទៀតដែលជំរុញឲ្យខេត្តនេះជាគោលដៅដ៏ទាក់ទាញជាងគេសម្រាប់ភ្ញៀវទេសចរចង់ទៅលេងប្រទេសឡាវតំបន់ទេសចរបែបប្រវត្តិសាស្ត្រក៏ជាគោលដៅដ៏សំខាន់សម្រាប់ខេត្តនេះដូចគ្នាមិនត្រឹមតែប៉ុណ្ណោះម្ហូបអាហារប្រចាំតំបន់ក៏ជាចំណុចទាក់ទាញយ៉ាងខ្លាំងជំរុញឲ្យខេត្តនេះមានភ្ញៀវទេសចរកើនឡើងផងដែរដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីទីតាំងតំបន់ទេសចរដែលខ្ញុំបានរៀបរាប់ខាងលើផ្សារភ្ជាប់ជាមួយនឹងការទូទាត់ទាក់ទងទៅនឹងការចំណាយតពីវីដេអូទី1របស់ខ្ញុំក្នុងដំណើរកម្សាន្តមួយនេះឥឡូវនេះខ្ញុំសូមណែនាំកន្លែងញ៉ាំអីមកកន្លែងដែលអ្នកមកលេងក្រុងប៉ាក់សេភាគច្រើនគេចូលចិត្តមកលេងនិងមកញ៉ាំអីពេលយប់ទីនេះមានឈ្មោះថាប៉ាក់សេ Center Park កន្លែងហ្នឹងដូចជាផ្សាររាត្រីប្រចាំតំបន់គេអ្នកទាំងអស់គ្នាគេមានលក់របស់ញ៉ាំច្រើនមែនទែនហើយមាន small band ច្រៀងកំដរយើងញ៉ាំអីនៅនឹងទៀត relax ម្យ៉ាងដែរតើអ្នកទាំងអស់គ្នាអង្គុយញ៉ាំអីមកទលេហើយបានស្ដាប់ចម្រៀងបែប acoustic ទៀតហើយការចំណាយរបស់ខ្ញុំមកពេលហ្នឹងអស់ម្នាក់ត្រឹមតែ$5កន្លះប៉ុណ្ណោះចូលដល់ព្រឹកថ្ងៃទី3រឿងទី1ដែលខ្ញុំមិនអាចភ្លេចបានគឺចាក់សាំងម៉ូតូឲ្យពេញអ្នកទាំងអស់គ្នាមុនយើងចេញដំណើរទៅដើរលេងអញ្ចឹងហើយព្រឹកនេះចំណាយអស់ម្នាក់ត្រឹមតែ$2ប៉ុណ្ណោះស្របដំណើរតាមផ្លូវទៅកាន់ទឹកធ្លាក់តាតហ្វានម្ដងទៀតដើម្បីធ្វើការជិះ zip line ខ្ញុំបានចូលញ៉ាំអីនៅ resort មួយកន្លែងឈ្មោះថា Lava Cafe and Resort ការដេក័ររបស់គេនៅទីនេះឃើញតែស្អាតម្យ៉ាងដែរអ្នកទាំងអស់គ្នា view ព្រៃភ្នំច្បាស់នៅនឹងកន្លែងយើងញ៉ាំអីនឹងតែម្ដងគេមានតលយដូចវេរងដាដោយសារកន្លែងហាងហ្នឹងវាដូចជាចន្លងភ្នំហើយមាន view ជើងភ្នំនៅខាងក្រោយហាងដល់អញ្ចឹងទៅគេតកន្លែងញ៉ាំអីនិងកន្លែងថតរូបនឹងស្អាតមែនទែនអ្នកទាំងអស់គ្នា view កន្លែងនេះវាស្តៀងនៅខេត្តព្រះវិហារជាខេត្តកំណើតរបស់ខ្ញុំផងដែរអញ្ចឹងកន្លែងនេះខ្ញុំមានអារម្មណ៍ថាវាមិនសូវប្លែកទេក៏ប៉ុន្តែវាក៏ស្អាតផងដែរព្រោះអី view ជើងភ្នំមើលទៅមានអាប់មានពពកអីចឹងវាឃើញមានការស្អាតហើយធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយក្នុងការញ៉ាំអីនៅពេលព្រឹកនៅក្នុងហាងនេះឥឡូវនេះកំងបានកាទៀវមួយចានហើយនឹង drink របស់គេតែនិយាយមែនខ្ញុំអត់ដឹងថាកាទៀវនៅឡាវហ្នឹងមានប៉ុន្មានប្រភេទមានប៉ុន្មានមុខទេក៏ប៉ុន្តែដឹងថាអាដែលខ្ញុំកំងនៅ Lava Cafe នេះខ្ញុំឲ្យ10លើ10អ្នកទាំងអស់គ្នាឆ្ងាញ់មែនទែននិយាយពីថា fresh ទាំងម្ហូប fresh ទាំងទេសភាពញ៉ាំទៅគឺមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនហើយការចំណាយរបស់ខ្ញុំនៅព្រឹកនេះអស់ម្នាក់ត្រឹមតែ$5ប៉ុណ្ណោះអ្នកទាំងអស់គ្នាឥឡូវនេះបានមកដល់ទឹកធ្លាក់តាតហ្វានម្ដងទៀតតាមការសន្យាហើយអ្នកទាំងអស់គ្នាថានឹងមកជិះ zip line នឹងឲ្យទាល់តែបានអាកាសធាតុនៅព្រឹកនេះគឺឃើញថាមានទេសភាពខុសពីម្សិលមិញដែលថ្ងៃនេះគឺអត់មានអាប់ទេទេសភាពស្រឡះស្អាតមែនទែនដែលយើងអាចមើលឃើញ view ទឹកធ្លាក់ដ៏សែនខ្ពស់នឹងច្បាស់តែម្ដងអញ្ចឹងហើយនៅចាំអីទៀតស្រោតរត់រះទិញសវត្តជិះលឿនទៅខ្លាចតែអាប់ឡើងមកម្ដងទៀតលេងបានជិះបដ យកាលពីម្សិលមិញខ្ញុំមកលេងកន្លែងនឹងដែរក៏ប៉ុន្តែមានអាប់ច្រើនពេកអញ្ចឹងសម្រាប់ចិត្តមកថ្ងៃទី2ឃើញថាថ្ងៃនឹងអត់មានអាប់ទេឃើញទេសភាពទឹកធ្លាក់ស្អាតខ្លាំងមែនទែនអ្នកនរគ្នាហើយថ្ងៃហ្នឹងគឺសម្រាប់ចិត្តថាជិះ zip line ហីអញ្ចឹងខ្ញុំទស្សនាទេសភាពជាមួយខ្ញុំទាំងអស់គ្នាបទពិសោធន៍របស់ខ្ញុំក្នុងការជិះ zip line ខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកាសជាចង់បានវីដេអូស្អាតហើយខ្ញុំណែនាំអ្នកទាំងអស់គ្នានៅពេលថតវីដេអូនៅក្នុងការជិះ zip line ហ្នឹងគួរប្រើប្លង់ wide angle ដែលយើងហៅថា 0.5 នឹងអ្នកទាំងអស់គ្នាប្លង់ហ្នឹងវាថតបានទលាយស្អាតខ្លាំងមែនទែនថតទៅបានវីដេអូស្អាតហើយបានជិះ zip line សប្បាយទៀតអញ្ចឹងហើយអត់ចង់ឲ្យអ្នកទាំងអស់គ្នាជិះហើយមកមើលវីដេអូវិញមានការខកចិត្តទេក្រោយពីបានជិះ zip line តាមបំណងប្រាថ្នាហើយឥឡូវនេះស្រោតរត់រះទៅកន្លែងដើរលេងមកកន្លែងទៀតចេញពីប៉ាក់សងទៅដល់ក្រុងប៉ាក់សេវិញឥឡូវនេះឈប់ទិញដូងញ៉ាំសិនអស់ម្នាក់មិនដល់$1ឯងក៏ប៉ុន្តែដាក់$1ទៅស្រួលទូទាត់បង្ហាញអ្នកទាំងអស់គ្នាតាក់ទងទៅនឹងកន្លែងដើរលេងដែលត្រូវទៅមកកន្លែងទៀតដោយសារមើលឃើញម៉ែបឃើញចម្ងាយថាវារៀងឆ្ងាយដែរអញ្ចឹងហើយក៏សម្រេចចិត្តថាអត់ញ៉ាំអីថ្ងៃនៅនេះទេចាំតែរកទិញអីញ៉ាំតាមផ្លូវតែម្ដងអញ្ចឹងហើយឥឡូវនេះខ្ញុំបានបន្តដំណើរទៅលេងប្រាសាទវត្តភូមកបែកផ្លូវខាងនេះវិញអាកាសធាតុដូចខ្មែរសុទ្ធអ្នកទាំងអស់គ្នាតែយើងបានមើលពីរបៀបរស់នៅរបស់ប្រជាជនគេដែរមានអារម្មណ៍ថាប្លែកយ៉ាងដែរតាជិះមកដល់ផ្លូវមួយទៅដល់ប្រាសាទឃើញគេលក់អីញ៉ាំតំណងដែរអ្នកទាំងអស់គ្នាក៏ឈប់ទិញតែម្ដងទៅការចំណាយរបស់ខ្ញុំពីអ្នកពួកម៉ាក់ហ្នឹងអស់ម្នាក់មិនដល់$1អ្នកទាំងអស់គ្នាតែសុំដាក់$1ទៀតហើយមកដល់ទីតាំងចូលមើលប្រាសាទវត្តភូទាំងតម្លៃផ្ញើម៉ូតូនិងទិញសំបុត្រចូលមើលអស់ម្នាក់តែ$3ប៉ុណ្ណោះហាមចោលសំបុត្រដែលយើងទិញចូលមើលប្រាសាទហ្នឹងអ្នកទាំងអស់គ្នាព្រោះអីវាមាន QR code ក្នុងការ scan ទាំងចេញទាំងចូលអញ្ចឹងឲ្យប្រាប់អ្នកទាំងអស់គ្នាមុនក៏ឲ្យពិបាករកអាกระดาษហ្នឹងហើយចូលមកដល់ក្នុងគេមានអ្នកជូនយើងពីកន្លែងលក់សំបុត្រហ្នឹងទៅដល់ប្រាសាទដោយសារចម្ងាយពីកន្លែងលក់សំបុត្រទៅប្រាសាទរៀងឆ្ងាយដែរហើយអ្នកទាំងអស់គ្នាមិនបាច់ភ័យថាគេគិតថ្លៃទៀតទេគេ free ទេខ្ញុំគិតថាមិនមែនមានតែខ្ញុំម្នាក់ទេដែលមកដល់ប្រាសាទនេះហើយបែរជាទៅនឹកឃើញដល់ប្រាសាទព្រះវិហារវិញរចនាបថនៅប្រាសាទនេះវាស្តៀងគ្នាមែនទែនខុសត្រង់ថាប្រាសាទព្រះវិហារកសាងលើកំពូលភ្នំចំណែកប្រាសាទវត្តភូកសាងជាប់ទៅនឹងជើងភ្នំផ្ទាល់ជាក់ស្ដែងនៅកន្លែងនេះសម្រាប់អ្នកដែលចូលចិត្តដើរលេងតាមតំបន់ប្រាសាទមកកន្លែងហ្នឹងទៅដឹងតែត្រូវចិត្តហើយលក្ខណៈពិសេសមួយទៀតនៅប្រាសាទនេះនៅពេលថ្ងៃវាអាចជារៀងក្តៅបន្តិចក៏ប៉ុន្តែរសៀលបន្តិចថ្ងៃនឹងបាំងនៅលើកំពូលភ្នំដែលប្រាសាទនេះនៅជាប់ជើងភ្នំអញ្ចឹងហើយនៅកន្លែងនេះគឺត្រជាក់រហូតមកដល់គឺមានអារម្មណ៍ថាស្រស់ស្រាយមួយបែបជាមួយនឹងបរិយាកាសព្រៃភ្នំបូករួមជាមួយនឹងប្រាសាទបុរាណជាក់ស្ដែងខ្ញុំមកលេងទីនេះមិនសូវបានចំណាយពេលយូរពេកទេមានអារម្មណ៍ថាដូចជានៅខ្មែរដែរណាមួយទៀតខ្ញុំត្រូវប្រញាប់ទៅក្រុងប៉ាក់សេវិញដើម្បីយកម៉ូតូទៅកន្លែងជួលវិញឲ្យទាន់ម៉ោងទាន់ពេលវេលាដែលគេកំណត់អូមួយទៀតអ្នកនរគ្នានៅទីនេះក៏មានលក់វត្ថុអនុស្សាវរីយ៍និងរបស់របរជាច្រើនទៀតដែលបញ្ជាក់ពីអត្តសញ្ញាណជនជាតិឡាវអញ្ចឹងហើយអ្នកនរគ្នាចង់ទិញអីគឺមាននៅប្រាសាទនឹងច្រើនមែនទែនការធ្វើដំណើរពីប្រាសាទវត្តភូបកមកក្រុងប៉ាក់សេវិញគម្រោងរបស់ខ្ញុំថាធ្វើម៉េចឲ្យមកដល់ស្ពានប៉ាក់សេនឹងឲ្យមុនម៉ោង4ក៏ប៉ុន្តែមកដល់នេះម៉ោង4ជាងហើយអញ្ចឹងក៏សម្រេចចិត្តថាអត់បានទៅឡើងលេងវត្តភូ
សាឡាវទេដំបូងគិតថានឹងនាំគ្នាទៅមើល sunset នៅលើវត្តភូសាឡាវក៏ប៉ុន្តែគៀកម៉ោងក្នុងការយកម៉ូតូទៅឲ្យគេវិញហើយចឹងក៏សម្រេចចិត្តថាជិះម៉ូតូមើលថ្ងៃលិចនៅលើស្ពានប៉ាក់សេនឹងតែម្ដងទៅនិយាយលេងសើចអីអ្នកទាំងអស់គ្នាល្ងាចហ្នឹងឃើញថាសម្រស់ថ្ងៃលិចនៅក្រុងប៉ាក់សេនឹងគឺស្រស់ស្អាតខ្លាំងមែនទែននាំគ្នាជិះឆ្វែលម៉ូតូពី3ត្រឡប់ហើយក៏សម្រេចចិត្តជិះម៉ូតូយកទៅឲ្យគេវិញដោយសារគេកំណត់ត្រឹមម៉ោង6បើមិនចឹងទេគេគិតលុយចូលដល់ថ្ងៃថ្មីហើយឥឡូវនេះបានយកម៉ូតូមកឲ្យដល់ហាងគេវិញហើយអ្នកទាំងអស់គ្នាដូចជានឹកម៉ូតូដល់ហើយនេះម៉ូតូដែលខ្ញុំជួលជិះហ្នឹងគឺជូនពួកខ្ញុំដល់លេងបានស្រួលបានរលូនខ្លាំងមែនទែនអ្នកទាំងអស់គ្នាសម្រាប់កន្លែងញ៉ាំអីល្ងាចនេះមានលក់អីញ៉ាំដូចតែនៅខ្មែរយើងដែរហ្នឹងអ្នកទាំងអស់គ្នាហើយការចំណាយតាក់ទងទៅនឹងការញ៉ាំអីមួយពេលនេះអស់ម្នាក់តែ$6ប៉ុណ្ណោះអ្នកទាំងអស់គ្នាតោះមកសរុបការចំណាយក្នុងមួយវីដេអូនេះគឺអស់ត្រឹមតែ$23.5តែប៉ុណ្ណោះអ្នកទាំងអស់គ្នាបើបូករួមទាំងការចំណាយរបស់ខ្ញុំក្នុងការជិះតាក់ស៊ីពី hotel ទៅកន្លែងបេនឡានក្រុងវិញនៅថ្ងៃស្អែកនេះគឺខ្ញុំជិះអស់ម្នាក់$2អញ្ចឹងហើយការចំណាយរបស់ខ្ញុំសរុបឲ្យហើយទៅឃើញថាអស់$25.50អ្នកទាំងអស់គ្នាដូច្នេះសរុបទាំងវីដេអូមុនដែលមានការចំណាយក្នុងការជិះ zip line ផងដែរដែលការចំណាយនោះអស់$187.50ហើយវីដេអូនេះអស់$25.50អញ្ចឹងសរុបទាំងអស់មកការចំណាយរបស់ខ្ញុំក្នុងការធ្វើដំណើរកម្សាន្តមកប្រទេសឡាវក្រុងប៉ាក់សេនេះគឺអស់$213អ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាការកត់ត្រាការចំណាយរបស់ខ្ញុំក្នុងដំណើរកម្សាន្តមួយនេះបានជាចំណែកជួយសម្រួលដល់ដំណើរកម្សាន្តរបស់អ្នកទាំងអស់គ្នាដែលចង់មកលេងក្រុងប៉ាក់សេនេះអរគុណច្រើនចំពោះការទស្សនាវីដេអូរបស់ខ្ញុំអរគុណច្រើនអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ